ហាងមួយចំនួនច្រើនគាត់ជ្រើសរើសយកតែឈុតដំបងឈុត first set up នេះទេមានន័យថាមានម៉ាស៊ីនកុំព្យូទ័រប្រភេទអេក្រង់ touch screen មួយម៉ាស៊ីន print receipt មួយជាមួយនឹង case drawer មួយប្រើបានមួយរយៈពេលហើយឃើញថា system ចុចគិតលុយចេញពីកាយប័ត្រគ្រប់គ្រង stock មានភាពងាយស្រួលហើយហើយប៉ុន្តែនៅចុងភៅមួយទៀតដែលត្រូវមានបុគ្គលិកម្នាក់ឬក៏ cashier ឬក៏ខាង service គាត់ត្រូវយកกระดาษតូចៗចេញពីម៉ាស៊ីន cashier នេះរត់ទៅចុងភៅមួយកន្លែងទៀតចឹងហើយទើបគាត់ចង់ប្រើម៉ាស៊ីនមួយទៀតដើម្បីឲ្យវា print กระดาษតូចៗហ្នឹងទៅកន្លែងចុងភៅតែម្ដងអត់ចាំបាច់ស្មុគស្មាញហត់នឿយហើយចំណាយបុគ្គលិកម្នាក់ក្នុងការរត់ទៅរត់មកពីកន្លែង cashier ទៅកន្លែងចុងភៅមួយទៀតណាអញ្ចឹងដំណោះស្រាយយើងថែមជាមួយនឹងម៉ាស៊ីន print នេះមួយទៀតហើយយើងថែមជាមួយនឹងខ្សែ network ពណ៌ខៀវនោះមួយទៀតជាធម្មតានៅពេលដែលបងជាវជាឈុនចេះក្រុមការងារខាងបច្ចេកទេសចុះទៅរៀបចំដំឡើងហើយបង្រៀនជូនបងទៅដល់ទីតាំងហាងតែបើសិនជាគាត់ថែមម៉ាស៊ីន print ក្រោយទៀតហ្នឹងគួរធ្វើមិនទៅគឺខាងយើងនឹងមានវិធីណែនាំដើម្បីឲ្យបងមានភាពងាយស្រួលធ្វើតាមយើងដោយអត់ចាំបាច់ឲ្យបុគ្គលិកខាង support ចុះទៅទីតាំងបងម្ដងទៀតទេជំហានដំបូងគឺយើងត្រូវ set up វាជាមុនសិនដើម្បី set up វាគឺទី1យើងយកម៉ាស៊ីន print ទៅចក្រានបាយហ្នឹងយកមកដាក់ជាប់ជាមួយនឹងម៉ាស៊ីន print receipt របស់ cashier ហ្នឹងណាហើយកន្លែងចិត្តហ្នឹងគឺកន្លែងកុំព្យូទ័ររបស់ cashier ហ្នឹងយើងរកមើលដោយមួយដោយ connect នេះដកចេញពីម៉ាស៊ីន print របស់ cashier ដោតមកជាមួយនឹងម៉ាស៊ីនទៅចុងភៅហ្នឹងភ្លើងនេះដែលវាមានភ្លើងហ្នឹងគឺយើងត្រូវដោតវាយើងដោតមួយចំហៀងទៅកន្លែងព្រីភ្លើងហើយមួយចំហៀងហើយនឹងមួយចំហៀងទៀតមានដូចហ្នឹងគឺយើងដោតដល់កន្លែងផតដោតភ្លើងហ្នឹងអញ្ចឹងយើងដោតអញ្ចឹងសិនបន្ទាប់មកទៀតយើងមើលកន្លែងបើកម៉ាស៊ីន print ណាយើងចុចវាបើកហើយយើងដាក់กระดาษដាក់អីឲ្យបានត្រឹមត្រូវហើយបើក AnyDesk មកខាងក្រុមការងារបច្ចេកទេសបន្ទាប់ពីយើង set up ហើយម៉ាស៊ីនហ្នឹងស្គាល់ជាមួយនឹងម៉ាស៊ីនកុំព្យូទ័ររបស់ cashier ហ្នឹងហើយគឺយើងត្រូវដកវាចេញដកហ្នឹងដកទាំងខ្សែភ្លើងចេញពីព្រីភ្លើងប៉ុន្តែដូចនេះនៅជាប់នឹងដដែលទៅបន្ទាប់មកទៀតយើងដកអា USB នេះអា USB មិញដែលយើងខ្ចីរបស់ cashier ណាយើងយកមកដោតឲ្យ cashier វិញហើយបន្ទាប់មកទៀតម៉ាស៊ីននេះគឺយើងយកទៅដោតភ្លើងនៅកន្លែងចក្រានបាយអញ្ចឹងអានេះយកទៅសំណុំរបស់វាណាដោតមកកន្លែងចិត្តចក្រានបាយឬក៏កន្លែងចុងភៅនោះដែលយើងចង់ដាក់ឲ្យខាងចុងភៅកន្លែងណាបន្ទាប់មកទៀតខ្សែ network នេះដែលយើងរត់ហើយនៅកន្លែងចក្រានបាយហ្នឹងយើងយកមកយើងដោតឲ្យវាមាន port របស់វាដោតទៅដោតទៅធ្វើម៉េចឲ្យវាចេញពណ៌បៃតងពណ៌ខៀវលោតផ្លោតពេលយើងបើកភ្លើងណាម៉ាស៊ីនហ្នឹងគឺយើងអាចប្រើការបានហើយអញ្ចឹងបើសិនជាបងមានចម្ងល់តាក់ទងជាមួយនឹងការប្រើប្រាស់ម៉ាស៊ីន print នៅចក្រាន inbox មកកាន់ក្រុមការងារយើងខ្ញុំដើម្បីសួរនាំព័ត៌មានបន្ថែម